ជំរាបសួរអ្នកនរគ្នាខ្ញុំបានគឹមឆែថ្ងៃនេះដែរគឺខ្ញុំចង់និយាយពីការប្រឡងបាតុដោយសារតែខ្ញុំក៏ជាបេក្ខជនបាតុម្នាក់ដែរហើយនៅសល់តែខ្ទង់40ថ្ងៃអីទៀតទេគឺនឹងដល់ពេលដែលយើងប្រឡងបាតុអ្នកនរគ្នាបានត្រៀមខ្លួនហើយនៅចំពោះបេក្ខជនបាតុខ្ញុំវិញត្រៀមខ្លាំងអត់ខ្លាំងដោយសារតែឥឡូវហ្នឹងគឺពេលវេលាយើងគឺចិត្តមែនតើហើយគឺមានតែខំមើលមីនតែប៉ុណ្្នឹងឯងហើយតនេះធ្វើលំហាត់អញ្ចឹងទៅវាមកថាយើងរំលឹកអីដែលចាស់មកវិញខ្ញុំជូនពរអ្នកទាំងអស់គ្នាទទួលបានតេស្តឬមួយក៏គោលបំណងនៃការដែលប្រឡងបាតុនឹងឲ្យសម្រេចបានទាំងអស់គ្នាជាអ្នកទាំងអស់គ្នាបានត្រៀមលក្ខណៈក្នុងការដែលប្រឡងបាតុហើយកុំភ្លេចខមមិននៅខាងក្រោមនេះខ្ញុំបាននៅផងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងដែរ